សិទ្ធិនិងកាតព្វកិច្ចនៃកម្មសិទ្ធិករត្រូវបានកម្រិតដោយវិធានដីទាំងឡាយសម្ដៅធានាការពារផលប្រយោជន៍ទូទៅដែលកំណត់ដោយច្បាប់មាត្រា115បែបបទសំណងនិងលក្ខខណ្ឌទាំងឡាយនៃការរៀបចំដែនដីនិងនគររមណីយកម្មចំពោះកម្មសិទ្ធិករនិងកំណត់ដោយអនុក្រឹត្យមាត្រា116ការប្រើប្រាស់កម្មសិទ្ធិដែលមិនស្របតាមវិធានដីតែជាប់កិច្ចសន្យាមុនការប្រកាសឲ្យប្រើច្បាប់នេះមិនអាចប៉ះពាល់បានឡើយប៉ុន្តែការប្រើប្រាស់នោះមិនអាចពង្រីកថែមនៅក្រោយពេលប្រកាសឲ្យប្រើវិធានដីដែលបានកម្រិតឬហាមឃាត់បានឡើយក្នុងករណីបន្ទាន់ឬតម្រូវការចាំបាច់នៃផលប្រយោជន៍សាធារណៈច្បាប់អាចបញ្ញត្តិថែមទៀតនៅការអនុវត្តបន្ទាន់នៃវិធានដីកម្រិតពីការប្រើប្រាស់កម្មសិទ្ធិដែលមានលក្ខណៈជាសណ្ដាប់ធ្នាប់សាធារណៈ